ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានញោមពុកម៉ែបងប្អូននេះញោមសយងចេកមានបន្លែគ្រប់មុខហ្នឹងបងប្អូនណាមានស្វាយមានអីចឹងទៅបងប្អូននេះសាច់ជ្រូកខ្ញុំស្ងោររួចជាស្រេចបងប្អូននេះបងប្អូនខ្ញុំលាយគ្រឿងហើយជាស្រេចចឹងទៅបងប្អូនមានខ្ទឹមក្រហមមានជីមានអីចឹងទៅបងប្អូននេះសយងចេកមានមីសួរមានអីចឹងទៅបងប្អូនពុកម៉ែបងប្អូនមានស្ពៃក្តោបក៏ដាក់ស្ពៃក្តោបមានតសក់ដាក់តសក់ទៅណាបងប្អូនប៉ុន្តែខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនប៉ុន្តែក៏ឆ្ងាញ់ដែរបងប្អូនមើលបងប្អូននេះគ្រឿងខ្ញុំបុករួចជាស្រេចបងប្អូនលាយមួយសណ្តែកដីមានប៊ីចេងស្ករអំបិលនេះទៅបងប្អូនថ្ងៃបន្ទាប់មកខ្ញុំរោយជាមួយគ្រឿងដែលខ្ញុំហាន់ហើយបងប្អូនណាមានជីមានអីចឹងទៅស្វាយមានខ្ទឹមក្រហមមានអីចឹងទៅបងប្អូនមើលបងប្អូនអើយតំណងមែនតើណាបងប្អូនល្ងាចនេះឆ្ងាញ់មាត់ទៀតហើយបងប្អូនអើយយើងដាក់គ្រឿងរួចទៅណាបងប្អូនបន្ទាប់មកយើងដាក់មីសួរបងប្អូននេះមីសួរខ្ញុំនេះមីសួរខ្ញុំស្រស់ពុកម៉ែបងប្អូនខ្ញុំបានបំពងទេណាបងប្អូនណានេះពុកម៉ែបងប្អូនមើលនេះសាច់ជ្រូកពុកម៉ែបងប្អូនខ្ញុំហាន់ហុចជាស្រេចបងប្អូននេះសាច់ជ្រូក3ជាន់បងប្អូនមកឆ្ងាញ់នឹងសាច់សុទ្ធគាត់ឆ្ងាញ់ដែរពុកម៉ែបងប្អូនញោមចឹងតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនទេបងប្អូនដាក់សាច់មាន់ស្ងោរក៏បានសាច់មាន់អាំងក៏បានបងប្អូនបេះចំណិតតិចតួចទៅបងប្អូនហ្នឹងហើយមើលតំណងមែនតើបងប្អូននេះរួចជាស្រេចបងប្អូនហាន់ម្ទេសដាក់កង់ពីលើនេះទៀតថែមតាមពងទាខទៀតទៅរសជាតិវិញអែមបងប្អូនមកហូបបាយជុំខ្ញុំទាំងអស់គ្នាបងប្អូនមើលរួចជាស្រេចណាបងប្អូនណាជំរាបសួរបងប្អូនមកមើលតំណងមែនតើបងប្អូនខ្ញុំមីសួរជាមួយសយងចេកបងប្អូនមើលតំណងទេបងប្អូននេះបងប្អូនមើលបងប្អូនមីសួរខ្ញុំបានកាត់បងប្អូនអើយនេះទាំងវែងបងប្អូនប៉ុន្តែមិនអីទេបងប្អូនវែងក៏វែងទៅរសជាតិវិញឆ្ងាញ់បងប្អូនអើយបើរឿងបាក់ចាប់ស្កឹះទេណាបងប្អូនថ្ងៃគ្រឿងមានបាក់ច្រើនណាស់បងប្អូនមានដូចជាជីថ្ពាល់ត្រីជីរណាបងប្អូនជីនាងវងចឹងទៅបងប្អូនហ្នឹងហើយមានអីដាក់ហ្នឹងទៅណាបងប្អូននេះបងប្អូនមើលឆ្ងាញ់ណាស់បងប្អូនអើយចាំធ្វើហូបទាំងអស់គ្នាណាបងប្អូននេះបងប្អូនញោមងាយប៉ុន្តែរសជាតិវិញឆ្ងាញ់ហ្មងបងប្អូនអើយផ្សំគ្រឿងងាយណាបងប្អូនប៉ុន្តែរសជាតិវិញឆ្ងាញ់លេខ1បងប្អូនណាជីថ្ពាល់ត្រីក៏ជីខ្លួនឯងបងប្អូនសយងចេកក៏សយងចេកដើមខ្លួនឯងបងប្អូនធម្មជាតិទាំងអស់បងប្អូននេះផ្សំគ្រឿងងាយបងប្អូនប៉ុន្តែរសជាតិវិញឆ្ងាញ់ហ្មងបងប្អូនអើយបើបងប្អូនមិនតន់ហូបបាយទេមកហូបជុំខ្ញុំទាំងអស់គ្នាបងប្អូនមកល្ងាចនេះបានប៉ុណ្ណេះឯងបងប្អូនប៉ុន្តែរសជាតិវិញឲ្យលេខ1បងប្អូនណាពេលល្ងាចចឹងបងប្អូនអើយបានញោមចេះឆ្ងាញ់មែនតើណាបងប្អូនដូចជាបុកល្ហុងមកអីចឹងទៅពេលល្ងាចចឹងបងប្អូនណាឆ្ងាញ់ចូលចិត្តហូបទៅចេះឯងបងប្អូនអើយទឹកគ្រឿងទឹកអីពេលល្ងាចពេលអីចឹងទៅឆ្ងាញ់មែនតើណាបងប្អូនហើយបានញោមចេះទៀតឆ្ងាញ់មែនតើបងប្អូនអើយតែថ្ងៃនេះបងប្អូនបានហូបដែរបងប្អូនខ្ញុំបានប៉ុណ្ណេះឯងបងប្អូនអើយហ្នឹងហើយពេលល្ងាចឡើងចេះឆ្ងាញ់ណាស់បងប្អូនរាល់ថ្ងៃនេះណាបងប្អូនរំហូបឃើញទេបងប្អូនអើយបានតែបុកញោមភ្លាចឹងទៅបងប្អូនទឹកគ្រឿងបុកទឹកគ្រឿងអីចឹងទៅណាបងប្អូនណាតែឆ្ងាញ់ណាស់បងប្អូនអើយល្ងាចបានចេះឆ្ងាញ់មែនតើណាបងប្អូនខ្ញុំបានសូមអរគុណច្រើនដល់បងប្អូនដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណច្រើនបងប្អូនសូមរកទូទីមានបានគ្រប់គ្នាអរគុណច្រើនសូមជម្រាបលា